ហើយអ្វីបានជា laptop របស់យើងដំណើរការយឺតចា៎មូលហេតុទី1គឺ storage ដែលយើងហៅថា SSD ឬក៏ drive C ហ្នឹងជិតពេញចឹងchẳngហោចណាស់បងប្អូនទុក space drive C របស់យើងហ្នឹងឲ្យនៅ 20% ដើម្បីឲ្យម៉ាស៊ីនរបស់យើងដំណើរការប្រសើរទី2បើកម្មវិធីច្រើនក្នុងពេលតែមួយក៏បណ្ដាលឲ្យម៉ាស៊ីនរបស់យើងនឹងដំណើរការយឺតដូចគ្នាចាហើយចំណុចទី3 laptop មានធូលីនៅក្នុងរន្ធខ្យល់និងកង្ហារអញ្ចឹងបើសិនជាករណីមានធូលីច្រើនក៏ធ្វើឲ្យម៉ាស៊ីនយើងក្តៅនិងដំណើរការយឺតដូចគ្នាព្រោះថាភាគច្រើនជាទូទៅការសម្អាតគឺយើងសម្អាតតែផ្នែកខាងក្រៅសម្រាប់ផ្នែកខាងក្នុងគឺយើងអត់សូវបានសម្អាតតែដល់អញ្ចឹងបងប្អូនធ្វើការសម្អាតនៅផ្នែកខាងក្រៅក៏ដូចជាផ្នែកខាងក្នុងដូចគ្នាដើម្បីឲ្យម៉ាស៊ីនរបស់យើងដំណើរការល្អចំណុចទី4គឺមាន virus ឬក៏ប្រព័ន្ធដែលមិនទាន់ update ហ្នឹងនៅក្នុងត្រៃចាអញ្ចឹងចំណុចទាំង4នេះហើយដែលធ្វើឲ្យម៉ាស៊ីនរបស់យើងដំណើរការយឺតអញ្ចឹងបើបងប្អូនកំពុងតែជួបបញ្ហានេះហើយចង់ឲ្យ laptop របស់យើងដំណើរការលឿនឡើងវិញចាបងប្អូនអាចអញ្ជើញមកពិនិត្យនិងសម្អាតនៅខាង Beyond Tech Computer របស់យើងបាន Follow Beyond Tech Computer ដើម្បីទទួលបានការលឿនល្អៗបន្ថែមទៀតអរគុណជំរាបលាបងប្អូនទាំងអស់គ្នា